បានបងប្រុសម្លេងតាមម្ដងមួយថ្ងៃថតឲ្យបាន4-5វីដេអូចេញមកមុខទៀតឲ្យបងប្អូនជាមួយនឹងឆាម្រះព្រៅសាច់គោចិញ្ច្រាំមិនធ្វើញ៉ាំធម្មតាណាមើលបរិយាកាសផងគឺពេជ្រណែខានចេញវីដេអូពេជ្រណិចយូរហើយបងប្អូនណាខ្លះនឹកវីដេអូខ្ញុំពេជ្រណិចនៅអាល្លឺម៉ង់ឥឡូវមកពេជ្រណិចនៅខ្មែរម្ដងនេះសួស្ដីជំរាបសួរបងប្អូនទាំងអស់គ្នាយូរបានបងប្រុសម្លេងតាមម្ដងអញ្ចឹងដាក់ច្រើនវីដេអូតិចណាថ្ងៃនេះមកហូបបងប្រុសអ្នកកំងចង់ញ៉ាំហើយធ្វើខ្លួនឯងតែម្ដងធម្មតាធ្លាប់តែឆាក្តៅមាន់ថ្ងៃនេះគាត់ឆាម្រះព្រៅសាច់គោហើយមានដាក់មួយពងទាពីលើសំខាន់បរិយាកាសពេជ្រណិចអូយលយមែនតើបងប្អូនអើយវាឆាងាយស្រួលខ្លាំងបុកខ្ទឹមបុកម្ទេសដាក់ប្រេងឆាហើយដាក់ខ្ទឹមម្ទេសនឹងចូលទៅឆាទៅគូឈ្ងុយណាស់បន្ទាប់មកបងប្រុសខ្ញុំថាដាក់គ្រឿងឲ្យហើយបានដាក់សាច់មានប្រេងខ្យងមានម្សៅស៊ុបមានស្ករមានទឹកស្អ៊ីវហើយគាត់ក៏ដាក់ទឹកត្រីបន្តិចផងដែររសជាតិគឺរបៀបថាប្រៃផ្អែមល្មមហ្មងហឹរតិចបងប្អូនអត់សូវប៉ិនហឹរបន្ថយម្ទេសបានតែគ្រឿងហ្នឹងវារៀងឈ្ងុយចូលសពគ្នាហើយបានគាត់ឲ្យដាក់សាច់ចូលថ្ងៃនេះរៀបរាប់បែបពូហេងមេចុងភៅអញ្ចឹងណាប៉ុន្តែបើថតហើយញ៉ាំអត់ឆ្ងាញ់ក៏អត់ប្រាប់បងប្អូនដែរស្នាដៃពូហេងថ្ងៃនេះឆ្ងាញ់មែនឥឡូវដាក់សាច់គោចូលគឺឆាច្បល់តតែរៀងខាទឹកណាពេលដែលរៀងឆ្អិនហើយបានដាក់បន្លែចូលព្រោះអីបន្លែនោះយើងហាន់ទូចអញ្ចឹងវាឆាប់ឆ្អិនឯងបងប្អូនហើយបន្លែនោះបើនៅច្របអូឆ្ងាញ់ណាស់សម្រាប់ការឆាវិញពូហេងប្រាប់ថាតតែខាទឹកអស់ហើយចាំដាក់ម្រះព្រៅចូលម្រះព្រៅកាន់តែច្រើនកាន់តែឆ្ងាញ់សម្រាប់អ្នកចូលចិត្តម្រះព្រៅខ្ញុំមកធ្លាប់តែញ៉ាំឆាក្តៅមាន់ដាក់កូនសក្រីសក្រូចអីដល់ឆាម្រះព្រៅម្ដងឆ្ងាញ់មួយបែបដែរតើបងប្អូនហើយមួយពងទាជៀនជាប់ភ្នៅពីលើទៀតគឺថាអែមមែនតែនហើយរៀបម្នាក់មួយចានបងម៉ៃអ្នករត់តហើយថ្ងៃនេះរៀបចំពេជ្រនិចលើវាស្មៅម្ដងរៀបចំហើយមុននឹងទៅញ៉ាំសុំតិចសិនខ្ញុំគឺប្រកែណាស់មេក្តៅធ្វើម្ហូបអីហ្នឹងគឺបែកញើសក្លៀកអញ្ចឹងហើយខ្ញុំមានជាប្រចាំជាមួយនឹងกระดาษត្រជាក់ជូតក្លៀកលបបលតាំងពីមានផលិតផលមួយនឹងមកគឺស្រួលមែនតែនសម្រាប់បងប្អូនដែលដូចខ្ញុំក្លៀកយំប្រកែបែកញើសឬក៏ធំក្លិនខ្លួនអីណាមានមកប្រអប់នឹងទៅបើយកចប់ខ្លួនវិញគឺងាយមែនតែនតែមកកញ្ចប់ទូចហ្នឹងគឺប្រើឲ្យមួយថ្ងៃបាត់ហើយខាងក្រោយហ្នឹងក៏មានពីរវិធីណែនាំអីសម្រាប់បងប្អូនដែរតើមានអីពិបាកទេមើលខ្ញុំមកកញ្ចប់ទូចហ្នឹងគឺយើងហែកមកមានកระดาษត្រជាក់មកសន្លឹកដែលមានក្លិនឈ្ងុយប្រហើរ fresh ខ្លាំងមែនតែនបងប្អូនហើយកระดาษហ្នឹងមិនមែនជូតបានតែក្លៀកបងប្អូនជូតលើខ្លួនលើទ្រុងកន្លែងណាបែកញើសជូតបានកន្លែងហ្នឹងហ្មងហើយបើក្លៀកវិញបងប្អូនដែលប្រកែបែកញើសធំក្លិនខ្លួនមានដុំពកអីគឺជូតល្អខ្លាំងដោយសារអីជួយកាត់បន្ថយដុំពកកាត់បន្ថយក្លិនហើយជួយទប់ញើសយើងបាន7-8ម៉ោងធ្វើឲ្យយើង fresh ពេញមួយថ្ងៃតែម្ដងស្រីយើងសំខាន់ណាស់បងប្អូនបែកញើសក្លៀកក្លិនខ្លួនហ្នឹងអញ្ចឹងទិញសាកទៅផលិតផលនេះល្អមែនអត់ដែរឃើញមានលក់លើទីផ្សារទេទើបមានខ្ញុំប្រើល្អខ្លាំងចាំខ្ញុំដាក់ Facebook page របស់បងម្ចាស់ brand ជូតបងប្អូនណាស្រីយើងមានរបស់ល្អតើអាចចែកគ្នាឥឡូវរៀបចំខ្លួនហើយដល់វគ្គពេជ្រនិចហើយអត់ដែរដឹងសោះថាបរិយាកាសផ្ទះខ្ញុំកន្លែងនេះស្អាតមែនតើបងប្អូនអើយនេះអត់ទាន់បានធ្វើសួនហើយផងលើកទី1ដែលមកអង្គុយពេជ្រនិចតាំងពីធ្វើផ្ទះហើយបានជាមួយនឹងម្ហូបងាយស្រួលម្នាក់មួយចានចេះទៀតនិយាយពីថាអែមមែនតើបងប្អូនចង់ឲ្យខ្ញុំចេញវីដេអូពេជ្រនិចឲ្យបានច្រើនអត់ចាំខមមិនប្រាប់ផងណានេះមិនទាន់ធ្វើសួនហើយផងស្អាតប៉ុណ្ណឹងហើយទៅរំមានសួនទៀតស្មៅនៅជុំវិញផ្ទះនេះគឺវាដុះខ្លួនវាទេបងប្អូនទាន់បានធ្វើសួនធ្វើអីទេអញ្ចឹងឯងបានមិនដែលសូវបានថតបរិយាកាសនៅជុំវិញផ្ទះហ្នឹងណាធ្វើបើងាកមកអីកន្លែងនេះដូចមានស្មៅស្អាតដែរថតពេជ្រនិចម្ដងមើលណាមួយខ្ញុំចូលចិត្តពេជ្រនិចដែរហើយឥឡូវតែមេឃអត់សូវភ្លៀងក៏វាអត់សូវក្តៅដែរអញ្ចឹងគឺអង្គុយទៅស្រួលខ្លួនមែនតែនជួបជុំគ្រួសារអញ្ចេះទៀតអូយកាន់តែសប្បាយហ្មងបើមកហូបស្នាដៃពូហេងវិញញ៉ាំមួយទឹកត្រីម្ទេសច្របាច់ក្រូចឆ្មាបងប្អូនអូយឆ្ងាញ់ណាស់អញ្ចឹងបងប្អូនបើអត់ដឹងធ្វើម្ហូបអីអាចសាកម្ហូបមុខនេះបានជាពិសេសងាយស្រួលវេចខ្ចប់ណាបើថាត្រូវយកទៅណាទៅណីដាក់ឲ្យកូនទៅសាលារៀនទៅអីគឺត្រូវម៉ាច់ហ្មងទៅពេជ្រនិចបែបនេះក៏ត្រូវដែរបើចូលចិត្តកុំភ្លេច share មួយផងណាបងប្អូន